ជំរាបសួរលោកគ្រូតាលោកយាយលោកគ្រូអ្នកគ្រូនិងមិត្តប្រធរទាំងអស់គ្នាជាកិច្ចចាប់ផ្ដើមមុនការអានគម្ពីរពលឺមនោវិញ្ញាណធាតុខ្ញុំបាទសូមនមស្ការថ្វាយបង្គំចំពោះព្រះរតនត្រ័យព្រះសម្មាសម្ពុទ្ធព្រះទេវៈទាំង8ព្រះអង្គព្រះគ្រូដាស៊ីរាណារណ្ដាលោកគ្រូតាធម្មចាស់ព្រំកេសានមោតស្សៈភគវតោអរហតោសម្មាសម្ពុទ្ធស្សៈនមោតស្សៈភគវតោអរហតោសម្មាសម្ពុទ្ធស្សៈនមោតស្សៈភគវតោអរហតោសម្មាសម្ពុទ្ធស្សៈពុទ្ធังសរណង្កច្ឆាមិធម្មังសរណង្កច្ឆាមិសង្ឃังសរណង្កច្ឆាមិកម្មវិធីអានគម្ពីរពលឺមនោវិញ្ញាណធាតុភាគទី2ទំព័រទី6ដល់ទំព័រទី9ស្រាវជ្រាវនិងរៀបរៀងជូនក្រុងដោយលោកគ្រូតាធម្មចាព្រំកេសានិងលោកយាយនឹងបុប្ផាផ្សព្វផ្សាយប្រធានដោយមជ្ឈមណ្ឌលសមត្ថវិបស្សនាធុរៈលោកគ្រូធម្មចាព្រំកេសាស្នាមគំនុះទី1នៅក្នុងព្រហ្មញ្ញសាសនានិងព្រះពុទ្ធសាសនាចំនួននោះជនជាតិឥណ្ឌាសុទ្ធតែជាជនជាតិដែលបានទទួលការបើកពន្លឺកាយយ៉ាងតិច 80% តាមរយៈការបដិបត្តិដោយនៅក្នុងចំណោម7នាក់មាន5នាក់បានសម្រេចជាអរិយបុគ្គលព្រោះថាចំនួននោះមានព្រះពុទ្ធគង់នៅសូម្បីតែអ្នកដែលនៅសេសសល់មិនបានសម្រេចក៏បានទទួលនៅការបើកពន្លឺកាយដែលដោយហេតុថាកាលចំនួនពុទ្ធកាលប្រទេសឥណ្ឌាមានទំហំធំជាងសពថ្ងៃហេតុដូច្នេះចំពោះបុគ្គលដែលគ្មានមធ្យោបាយធ្វើដំណើរក៏ពិតជាមិនងាយនឹងបានទៅដល់ជប់ថ្វាយបង្គំព្រះពុទ្ធឡើយប៉ុន្តែបើបុគ្គលនោះមានជំនឿច្បាស់លាស់លើព្រះអង្គពេលនោះពន្លឺសម្មាសម្ពោធិញ្ញាណក៏បានទៅដល់ពីមុខភ្លាមបុគ្គលនោះក៏បានទទួលនៅការបើកពន្លឺកាយភ្លាមដែរស្នាមគំនុះទី2ក្រោយពីពពួកទេវតានិងព្រហ្មទាំង10000លោកធាតុបានចូលទៅអញ្ជើញព្រះសន្តោសិទ្ធទេវបុត្រឲ្យចុះទៅកើតក្នុងមនុស្សលោកប្រយោជន៍បានត្រាស់ដឹងដើម្បីចម្លងសត្វលោកឲ្យឆ្លងដល់ត្រង់និព្វានផងពេលនោះព្រះមហាបរោះក៏យល់ព្រមហើយក៏បានពិចារណាមើលនៅមហាវិលោកណៈ5យ៉ាងគឺ1មើលនៅលក្ខណៈសម្បត្តិល្អវិសេសនៃពុទ្ធមេដាតាមពុទ្ធបវេនីជាស្រីដែលមានអភិនិហាបានកសាងមកអំពីអតីតជាតិមានបារមីធម៌បំពេញគ្រប់100,000 កប្បមកហើយ2មើលនៅត្រកូលដែលគូកើតមាន2គឺត្រកូលខត្តយៈនិងត្រកូលព្រាហ្មណៈ3មើលនៅប្រទេសដែលគូកើតគឺមជ្ឈិមប្រទេសឥណ្ឌា4មើលនៅកាលដែលគូកើតគឺកាលដែលមនុស្សមានអាយុយ៉ាងច្រើនត្រឹម100,000 ឆ្នាំឬយ៉ាងតិច100ឆ្នាំ5មើលនៅទ្វីបដែលគូកើតគឺចម្ពោះទ្វីបត្រង់ប្រទេសឥណ្ឌាជាផ្ចិតនៃផែនដីនេះជាស្នាមគំនុះបញ្ជាក់ប្រាប់ថាមុននឹងសម្រេចធ្វើការងារណាមួយត្រូវតែពិនិត្យពិច័យមើលឲ្យបានដិតដល់សពគ្រប់សិនស្នាមគំនុះទី3កាលបើយើងស្វែងរកគ្រូដើម្បីបដិបត្តិធម៌ឲ្យបានត្រឹមត្រូវមានការស្វែងយល់ស្រាវជ្រាវរៀបរាប់ពិនិត្យមើលឲ្យបានគ្រប់ជ្រុងជ្រោយនៅលក្ខណៈល្អប្រពៃពិតរបស់គ្រូដែលមានឈានចិត្តកម្រិតខ្ពស់ជាទីទុកចិត្តអាចដឹកដៃនាំយើងដើរត្រង់លើមេគីអរិយៈដែលព្រះសម្មាសម្ពុទ្ធទ្រង់សម្ដែងប្រាប់រួចហើយតាមលំដាប់លំដោយដោយជ្រាលជ្រៅដូចមានបរិយាយបង្ហាញប្រាប់នៅស្នាមគំនុះទាំងឡាយដែលព្រះសម្មាសម្ពុទ្ធទ្រង់ត្រួសត្រាយទុកឲ្យយើងរាល់គ្នាដែលមានសទ្ធាចំពោះព្រះអង្គបានធ្វើតាមដោយប្រុងប្រយ័ត្នមិនធ្វើផ្ទុយមិនរំលងពីពុទ្ធវាទឡើយអាស្រ័យហេតុនេះកាលបើយោគីវិចរភ្លេចភ្លាំងស្មារតីត្រូវភ្ញាក់រលឹកឡើងមិនត្រូវធ្វើបញ្ច្រាស់ដោយផ្ដើមឡើងពីការលះបង់រូបនាមយកមកពិចារណាជាដំបូងនៅក្នុងវគ្គវិបស្សនាផ្នែកចុងក្រោយដើម្បីបានសម្រេចត្រាស់ដឹងរបស់ព្រះរិយបុគ្គលនោះទេគឺគួរផ្ដើមធ្វើពីដំបូងឡើងតាមពុទ្ធវាទទើបជាពុទ្ធសាសនិកពិតប្រាកដស្នាមគំនុះទី4ព្រះសម្មាសម្ពុទ្ធទ្រង់បានមានបន្ទូលបញ្ជាក់ប្រាប់ថាធម៌របស់ព្រះអង្គមិនផ្ញើលើដៃរបស់អាចារ្យគ្រូឬក្រុមបុគ្គលទាំងឡាយដែលផ្ញើខ្លួននៅក្នុងព្រះសាសនា
ដែលមានដូចជាបព្វជិតអ្នកបួសអាចារ្យឧបាសកឧបាសិកាជាដើមឡើយបើស្ដាប់ហើយត្រូវផ្ទៀងផ្ទាត់ក្នុងគម្ពីរឲ្យបានហ្មត់ចត់ច្បាស់លាស់ប្រសិនបើឃើញថាខុសត្រូវបដិសេធភិក្ខុមិនត្រូវចាប់កាន់យកចិត្តរូបពោលគឺលុយឬប្រាក់ជាដាច់ខាតភិក្ខុត្រូវធ្វើការអធិដ្ឋានសុំហេតុដូច្នេះបានជាធម៌ថ្វាយបង្គំព្រះកិច្ចវត្តព្រឹកល្ងាចធម៌ផ្សាយមេត្តាធម៌បរមី10វិជា8ប្រការសុទ្ធតែមានធម៌អធិដ្ឋានសុំទាំងអស់ភិក្ខុទាំងឡាយត្រូវធ្វើសិលសមាធិបញ្ញាដែលទាំង3នេះបើខ្វះមួយណាភិក្ខុនោះក៏មិនអាចចាត់ទុកថាជាសក្យបុត្រដែរគឺថាមិនមែនជាសង្ឃបព្វជិតក្នុងព្រះសាសនារបស់ព្រះអង្គឡើយបញ្ញាកើតចេញពីធម៌ដើមធម៌ចុងធម៌កណ្ដាលដែលព្រះអង្គទ្រង់បានបង្ហាញឲ្យឃើញច្បាស់នៅឫសគល់នៃរូបធម៌នាមធម៌មានដីទឹកភ្លើងខ្យល់អាកាសវិញ្ញាណជីវិតសុខទុក្ខភិក្ខុដែលសម្ដែងទេសនាធម៌ទេសនាផ្ទុយពីពុទ្ធវាទដោយចេតនាធ្វើឲ្យសង្ឃយល់ច្រឡំបែកបាក់គ្នាអាចចាត់ចូលក្នុងសង្ឃភេទត្រូវធ្លាក់នៅរស់អស់រយៈពេលមួយកាប់ភិក្ខុទាំងឡាយចូលចម្រើនឈានព្រោះឈានមានកម្លាំងខ្លាំងជាងអំពើបាបព្រោះហេតុថាអំណាចរបស់ឈានអាចធ្វើឲ្យមនុស្សមានឫទ្ធិនិងមានអភិញ្ញាលុះក្រោយពីស្លាប់ទៅក៏បានទៅកើតឯព្រហ្មលោកឡាជាពិសេសព្រះសម្មាសម្ពុទ្ធគ្រប់ព្រះអង្គសុទ្ធតែធ្លាប់បានសិក្សាគម្ពីរត្រៃវេទក្នុងព្រហ្មញ្ញសាសនាចប់ហើយមានឫទ្ធិមានអភិញ្ញារួចទៅហើយទើបព្រះអង្គបន្តទៅរកធម៌ត្រាស់ដឹងខ្លួនឯងស្នាមគំនុះទី5លក្ខណៈ6យ៉ាងដែលត្រូវ1ថ្វាយខ្លួនសូមជាសិស្ស2ចេះធម៌ចេះបរិយត្តិធម៌3យល់ធម៌យល់ជំរឿធម៌4បដិបត្តិធម៌តាមលំដាប់លំដោយ5បានផលពីការបដិបត្តិធ្វើឲ្យចេញជាលទ្ធផល6ពិចារណាមើលលទ្ធផលនោះ